តោះឥឡូវយើងទៅកាន់ account របស់អ្នកលក់អញ្ចឹងនៅពេលដែលយើងបំលែង account យើងទៅកាន់ account អ្នកលក់ហើយវានឹងចេញ feature មួយចំនួនទៀតដូចជាបាគងbank name ជាមួយនឹង merchant name អញ្ចឹងណាហើយកន្លែងនេះកន្លែងយើង accept agreement ដើម្បីខ្លាយជាអ្នកលក់អញ្ចឹងនៅចង់អានម្ដងទៀតគឺអានបានអញ្ចឹងណាអញ្ចឹងអានមកអានឲ្យវាយល់មកអូខេអញ្ចឹងជំហានដំបូងបំផុតអ្នកនរគ្នាត្រូវតែដាក់ merchant name របស់អ្នកនរគ្នាជាមួយនឹងបាគង bank account សិនណាតោះមកចុច save មកអញ្ចឹងដាក់នឹងដើម្បីអីដើម្បីគេ scan គេ select យកទិញ account គេ select ទិញ account យើងមកអញ្ចឹងគេបង់លុយមកគេចូល bank account បាគងរបស់យើងអញ្ចឹងណាអូខេអញ្ចឹងជំហានដំបូងត្រូវដាក់អាហ្នឹងអញ្ចឹងបាគងអ្នកនរគ្នាត្រូវ verify អត្តសញ្ញាណប័ណ្ណអីឲ្យត្រឹមត្រូវសិន account ដែលអត់ verify គឺទទួលលុយអត់បានទេណាសូមបញ្ជាក់អូខេអញ្ចឹងសម្រាប់ feature អ្នកលក់យើងអាចចូលមក account សម្រាប់លក់នេះមកបន្ទាប់មកយើងអាចដាក់ account ចូលបានហើយអញ្ចឹង account ថៃ account ប្រភេទអីតម្លៃប្រហែលហើយដាក់ព័ត៌មាន account ចូលមកអញ្ចឹងនៅពេលដែលអ្នកនរដាក់ព័ត៌មាន account ចូលហើយ add មកវានឹងចេញបែបនេះអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាច update តម្លៃ account របស់យើងបានដោយចុចកន្លែងនេះតោះមកយើងអាច update តម្លៃមកឧទាហរណ៍ទៅ 1,500 អញ្ចឹងនៅពេលដែលយើង update ទៅ 1,500 នៅ market ក៏វា show តែ account ប្រភេទហ្នឹង 1,500 ដែរឃើញទេគឺវា update តម្លៃអូខេអញ្ចឹងយើងចូលទៅ profile របស់យើងវិញបន្ទាប់ពីយើងអាច update តម្លៃកន្លែងនេះ update ម្ដងមួយ account អញ្ចឹងណាអញ្ចឹងបើអ្នកនរនេះមានប្រភេទ account ច្រើនយើងអាច update តាមប្រភេទវាអញ្ចឹងនៅពេលដែលយើង select ប្រភេទនេះអញ្ចឹងប្រភេទ account បែបហ្នឹងតម្លៃប្រហែលគឺតម្លៃវាស្មើគ្នាទាំងអស់អញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះបើសិនជាអ្នកនរគ្នាអត់ចង់លក់ account ហ្នឹងវិញចង់ដក account ចេញពី stock អ្នកនរគ្នាចុច lock មកអញ្ចឹងនៅពេលដែលអ្នកនរគ្នា lock account អញ្ចឹងវាលែងមាននៅក្នុង market ដែរអញ្ចឹងណាអូខេអញ្ចឹង account ហ្នឹងគឺសល់តែមួយប្រភេទទេអញ្ចឹងយើង unlock វាវិញមកអាហ្នឹងយើងដាក់វាលក់វិញអូខេអូខេអញ្ចឹងកន្លែងនេះកន្លែងreport ដែលភ្ញៀវផ្ញើមកតែអ្នកទិញគាត់ផ្ញើមកអញ្ចឹងអ្នកទិញពេលទិញ account យើងទៅពេលខ្លះ login អត់បាន email អត់ដើរអីចឹងគឺគាត់ report មកហើយអញ្ចឹងអ្នកទាំងគ្នាត្រូវតែ respond report ហ្នឹងមើល report ហ្នឹងមក account ID ប្រហែលហើយគេ message មកថាមិនមានបញ្ហាយើងត្រូវ reply respond ទៅអ្នកទិញវិញអញ្ចឹងយើងដោះស្រាយបញ្ហាឲ្យអតិថិជនរបស់យើងក្នុងករណីយើងអត់ដោះស្រាយបញ្ហាឲ្យទេ report ហ្នឹងគឺវានៅ pending អញ្ចឹងនៅពេលដែលវានៅ pending អញ្ចឹង7ថ្ងៃវាចាត់ចូល report មួយហ្នឹងជា report អាក្រក់អញ្ចឹងនៅពេលដែលវាជា report អាក្រក់អ្នកនរគ្នានឹងត្រូវកាត់បន្ទុកអ្នកលក់គឺត្រូវកាត់បន្ទុកអញ្ចឹងកាត់បន្ទុកអីអញ្ចឹងនៅពេលដែលយើងដកបន្ទុកវាប៉ះពាល់ទៅដល់ ranking របស់យើងឧទាហរណ៍យើងមាន report អាក្រក់ច្រើនអញ្ចឹងវាលេខរបស់យើងអាចធ្លាក់ទៅអញ្ចឹងបើសិនជាមានអ្នកលក់ច្រើន4ដល់20នាក់អីចឹងទៅលេខយើងទាបជាងគេយើងនៅក្រោមនៅបានគេអញ្ចឹងណាអញ្ចឹងយើងត្រូវជាអ្នកលក់យើងត្រូវដោះស្រាយបញ្ហាឲ្យភ្ញៀវអញ្ចឹងក្នុងករណីនេះភ្ញៀវក៏ដូចគ្នាដែរភ្ញៀវនៅពេលដែលបញ្ហាត្រូវបានដោះស្រាយហើយចាំបន្តិចអញ្ចឹងសម្រាប់ភ្ញៀវនៅពេលដែលបញ្ហាបានដោះស្រាយហើយគឺត្រូវចុចនេះអញ្ចឹងនៅពេលដែលចុចនេះហើយអ្នកលក់គឺលេង10បន្ទុកហើយអញ្ចឹងបានថាបញ្ហាត្រូវបានដោះស្រាយជោគជ័យអញ្ចឹងណានេះសម្រាប់អ្នកទិញហើយអ្នកលក់ក៏ដូចគ្នាដែរនៅពេលដែលដោះស្រាយជោគជ័យហើយឲ្យគេចុចណាឲ្យគេចុចផងបើគេអត់ចុចប្រយ័ត្នយើងអត់បន្ទុកអញ្ចឹង feature វាអស់ហើយអញ្ចឹងសម្រាប់ការបង់ប្រាក់អញ្ចឹងតាមរយៈកុងត្រានេះខ្ញុំបានដាក់ហើយគឺខ្ញុំយក15% នៃ account ដែលយើងលក់បានឧទាហរណ៍យើងលក់1,500ខ្ញុំបាន150អញ្ចឹងណាអ្នកលក់បាន1,10000ខ្ញុំបាន1,500អញ្ចឹងណាអញ្ចឹងនៅក្នុងការបង់ commission អ្នកអាចបង់មួយអាទិត្យម្ដងបានឬក៏14ថ្ងៃបង់ម្ដងក៏បានដែរអញ្ចឹងនៅក្នុងករណីវាដល់រយៈពេល14ថ្ងៃទី15ដែលអ្នកនរគ្នាអត់បានបង់អញ្ចឹង account លក់របស់អ្នកនរគ្នាគឺត្រូវបាន ban ហើយអញ្ចឹងនៅពេលដែល account ban អ្នកនរអត់អាច update account ban អីទៀតទេអ្នកនរគ្នាអត់អាចគេមើលអត់ឃើញនៅក្នុងផ្សារនេះទេហើយ URL ទាំងអស់គ្នា URL ទិញនេះក៏គេមើលអត់ឃើញដែរអញ្ចឹងណាអូខេអញ្ចឹងសម្រាប់អ្នកលក់គឺមានតែប៉ុណ្្នឹងឯងសម្រាប់ការបង់ commission ខ្ញុំនឹងមាននៅវីដេអូក្រោយទៀត